កេតបាទជាងកៅទីហោ The teacher will look into the problem បាទគ្រូនឹងស៊ើបអង្កេតពីបញ្ហានេះបាទជាងសូមអានចូលរួមអានជាមួយនឹងខ្ញុំនៅ clear នៃកិរិយាសព្ទទី1គឺ look into look into look into អាន clear នៃកិរិយាសព្ទទី2បាទយើងអានថា pick up បាទដែលមានន័យថាទៅយកបាទកៅទីហោ I will pick up my friend at the airport ខ្ញុំនឹងទៅយកមិត្តភ័ក្តិរបស់ខ្ញុំនៅអាកាសយានដ្ឋានបាទខ្ញុំសូមបានចូលរួមអានជាមួយនឹងខ្ញុំបាន3ដង pick up pick up pick up បាទ clear នៃកិរិយាសព្ទទី3 check in check in បាទដែលមានន័យថាចុះឈ្មោះនៅពេលដែលអ្នកមកដល់ស្ថានទីឬក៏ប្រលានយន្តហោះបាទកៅទីហោ we need to check in before 3 p.m. បាទយើងត្រូវចុះឈ្មោះមុនម៉ោង3 រសៀលបាទចឹងសូមបានចូលរួមអានជាមួយខ្ញុំឲ្យបាន3ដង check in check in check in បាទ clear កិរិយាសព្ទទី4បាទ check out បាទមានន័យថាចាកចេញពីសទ្ធាគារឬក៏ទូទាត់ប្រាក់ម្យ៉ាងទៀតមើលឬក៏ពិនិត្យមើលអ្វីមួយបាទ we will check out tomorrow morning បាទពួកយើងនឹងចាកចេញនៅព្រឹកស្អែកបាទចឹងសូមបានចូលរួមអាននៅ clear កិរិយាសព្ទជាមួយខ្ញុំនៅចំណុចទី4 check out check out check out clear កិរិយាសព្ទនៅលេខ5បាទយើងអានថា sit down បាទមានន័យថាអង្គុយចុះឬក៏រកកន្លែងអង្គុយបាទកៅទីហោ please sit down and relax បាទសូមអង្គុយចុះហើយសម្រាកបាទសូមបានចូលរួមអានជាមួយខ្ញុំឲ្យបាន3ដង sit down sit down sit down បាទ clear កិរិយាសព្ទទី6